កន្លែងញ៉ាំអីឆ្ងាញ់ៗទាំង6កន្លែងដែលអ្នកទាំងអស់គ្នាគួរតែទៅសាកពេលទៅលេងខេត្តបាត់ដំបងចូលមកកន្លែងញ៉ាំអីទី1គឺបបរផាក់សម្រាប់ខ្ញុំគឺវាឆ្ងាញ់ប៉ុន្តែវារៀងប្លែកបន្តិចហើយរសជាតិវិញដូចសម្លប្រហើរអញ្ចឹងគ្រាន់តែខុសគ្នាមួយបាយមួយទៀតបបរហើយបបរដែលខ្ញុំហៅនោះគឺចានតូចតម្លៃ4000ចំពោះកន្លែងទី2គឺស៊ុបគោអាហារដ្ឋានពលឺត្បូងស៊ុបគោនៅនឹងគឺជាតិមែនតើហើយសាច់ប្រហិតអីដាក់ឲ្យច្រើនហ្មងចំពោះតម្លៃស៊ុបឆ្នាំងដែលខ្ញុំហៅនោះគឺឆ្នាំងតូច30000ហើយសាច់បន្លែយើងអាចយកបានគេគិតតាមនឹងចូលមកកន្លែងទី3គឺមីកូឡាចំពោះម្ហូបនោះគឺជារបស់ជនជាតិកូឡាដែលរស់នៅខេត្តប៉ៃលិនសម័យមុនបច្ចុប្បន្នកំពុងពេញនិយមនៅខេត្តបាត់ដំបងកន្លែងអ៊ំស្រីគាត់បើកតាំងពីដំបូងគេតាំងឆ្នាំ1908ហើយមីកូឡាដែលខ្ញុំហៅនោះគឺមួយចាន5000អ៊ំស្រីគឺគាត់រស់រាយមែនតើហើយបើរសជាតិវិញគឺឆ្ងាញ់សម្រាប់ខ្ញុំហ្មងព្រោះអីខ្ញុំលើកទី1ដែរដែលបានសាកញ៉ាំអានេះគឺកន្លែងទី4បាញ់សុងនៅផ្លូវ 2.5 កន្លែងគាត់ខ្ញុំដើរសុកឃើញក៏ចូលញ៉ាំទេដោយសារឃើញសាយ៉គាត់ប្លែកមួយគាត់ធ្វើពីត្រាវមួយទៀតគាត់ធ្វើពីសណ្តែកបដោះមានអីឆ្ងាញ់របស់គាត់ដែរតាហើយខ្ញុំជឿសាយ៉ត្រាវគាត់មែនតើឆ្ងាញ់ប្លែកហើយតម្លៃបាញ់សុងខ្ញុំហៅនោះមួយចាន6000ចូលមកកន្លែងទី5បាយស្រូបសាឡាសោហើបាយនៅនឹងគេដាក់ខ្លាចយើងញ៉ាំអត់ឆ្អែតហ្មងនិយាយពីថាដាក់ច្រើននោះច្រើនហើយបើជ្រក់គេវិញមានឡើង4មុខអ្នកចូលចិត្តញ៉ាំជ្រក់អីគឺត្រូវហ្មងហើយបើតម្លៃវិញតែ5000នេះនឹងមួយចានញ៉ាំឆ្អែតដល់ល្ងាចចូលមកកន្លែងទី6សាច់គោអាំងសាឡាសោហើដូចគ្នាតែគ្រាន់តែគេលក់ពេលល្ងាចកន្លែងគាត់មានលក់ទាំងសាច់គោអាំងនិងនំបញ្ចុកសាច់គោគាត់មានពីរបែបមួយសាច់ធម្មតាមួយទៀតសាច់កលួចចំពោះសាច់កលួចនោះគឺខ្លាញ់គោនៅខាងក្នុងរុំជាមួយនឹងសាច់គោនៅខាងក្រៅហើយសាច់គោវិញគឺជាតិមែនតើញ៉ាំឆ្ងាញ់ហ្មងហើយខ្ញុំជឿទាំងពីរប្រភេទមកសាច់គោគាត់ចូលមកនំបញ្ចុកគាត់វិញគឺខ្ញុំឲ្យ the best ហ្មងនំបញ្ចុកនៅនឹងគឺគេមានទឹកផ្អែមពីលើបើយើងអត់ចេះញ៉ាំឬខ្លាចត្រឡន់អីឲ្យគាត់ដាក់ខាងក្រៅឲ្យយើងបានចំពោះខ្ញុំអត់ដាក់ក៏ឆ្ងាញ់ដាក់ក៏ឆ្ងាញ់តែខ្ញុំដាក់តែមួយសាប់ព្រាទេដាក់ឲ្យមានជាតិ signature របស់អ្នកបាត់ដំបងអញ្ចឹងហើយទាំងអស់ដែលខ្ញុំបានកំងនឹងអត់តែ24500ទេបើសិនជាអ្នកទាំងអស់គ្នាបានទៅលេងបាត់ដំបងកុំភ្លេចទៅសាកផងណាហើយបើចូលចិត្តម្ហូបមួយណាជាងគេជួយ comment ប្រាប់ផងចំពោះ trip លើកខ្ញុំទៅណាទៀតកុំភ្លេចតាមដានទាំងអស់គ្នាអញ្ចឹងជួបគ្នាវីដេអូពេលក្រោយបាយបាយ